ជាដំបូងសូមគោរពដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានមើលវីដេអូនេះខ្ញុំបាទឈ្មោះជួងផានុនជាសិស្សនៅវិទ្យាល័យគោកព្រីងបានរៀនថ្នាក់ទី10Cបានមកបកស្រាយនៅចំពុកទី1ពហុធាតុដោយយើងផ្ដោតទៅលើខ្លឹមសារ 4.4.4.2 ការដាក់កំសោមលើក្រេទី3តាមវិធីផ្ដុំអញ្ចឹងយើងមុននឹងធ្វើលំហាត់បានយើងត្រូវដឹងថាវិធីនេះគេឲ្យគេណែនាំអ្វីខ្លះអញ្ចឹងវិធីនេះអាចប្រើបានតែក្នុងករណីខ្លះដែលយើងអាចពិចារណាទៅលើពហុធាតុយើងត្រូវផ្ដុំពហុធាតុណាជាមួយពហុធាតុណាអញ្ចឹងចូលដល់ឧទាហរណ៍ឲ្យបានកាន់តែច្បាស់អញ្ចឹងឧទាហរណ៍គេឲ្យប្រធានយើងគឺ x ស្វ័យគុណ3ដកឲ្យ 4x ស្វ័យគុណ2បូកឲ្យ 3x ដកឲ្យ12អញ្ចឹងយើងមើលថាអញ្ចឹងយើងចាប់ x ស្វ័យគុណ3ដក 4x ស្វ័យគុណ2ហ្នឹងជាមួយកតារីឯ 3x ដក12នេះជាមួយកតាទៀតអញ្ចឹងយើងមើលថាតើទូនីមួយៗហ្នឹងមានអីដូចគ្នាដែលយើងអាចចាប់ចេញបានអញ្ចឹងទូទី1 x ស្វ័យគុណ3ដក 4x ស្វ័យគុណ2ហ្នឹងគឺមាន x ស្វ័យគុណ2ដូចគ្នាអញ្ចឹងយើងអាចចាប់ x ស្វ័យគុណ2ចេញនៅសល់ x ដកឲ្យ4រីឯទូទី2យើងមើលថាតើលេខទាំងពីរនេះចែកនឹងលេខប៉ុន្មានដាច់ដូចគ្នាអញ្ចឹងចែកនឹង3ដោយ3ចែកដាច់នឹង3រីឯ12ក៏ចែកដាច់នឹង3ដែរអញ្ចឹងយើងអាចចាប់លេខ3ចេញបានបន្ទាប់ពីយើងចាប់មកគឺនៅសល់ x ដក4អញ្ចឹងយើងមើលថាតើកតាមួយណាដែលមានលេខដូចគ្នាអញ្ចឹងគឺ x ដក4និង x ដក4គឺដូចគ្នាអញ្ចឹងយើងយកតែមួយទេអញ្ចឹងគេបាន x ដក4កតាឲ្យ x ស្វ័យគុណ2បូក3ដោយសារx ស្វ័យគុណ2និងបូក3នេះគឺវាស្ថិតនៅតែឯងអញ្ចឹងយើងអាចចាប់វាដាក់ជាកតាបានអញ្ចឹងដូចនេះចម្លើយចុងក្រោយរបស់យើងគឺ x ស្វ័យគុណ3ដក 4x ស្វ័យគុណ2បូកឲ្យ 3x ដកឲ្យ12ហ្នឹងគឺស្មើ x ដក4កតាឲ្យ x ស្វ័យគុណ2បូកឲ្យ3អញ្ចឹងការបកស្រាយរបស់ខ្ញុំហ្នឹងគឺបានឈានចូលមកដល់ទីបញ្ចប់ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់សូមអរគុណ